ពីមុនស្ងោរចូលសាច់គោធម្មតាគឺយើងគិតថារសជាតិវាឆ្ងាញ់ហើយចុះសាកសម័យមើលបើយើងថែមប្រហិតសាច់គោថែមផ្សិតច្បាំងទៀតតើវាកាន់តែឆ្ងាញ់មិនទៅមុខនេះខ្ញុំធានាថាកាន់តែឆ្ងាញ់កាន់តែប្លែកហើយញ៉ាំទៅមានកម្លាំងតែម្ដងអញ្ចឹងកុំឲ្យខាតពេលតោះងាកមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នាដែលគ្រឿងផ្សំយើងដូចដែលបានបង្ហាញនៅលើវីដេអូនេះស្រាប់អញ្ចឹងដែលបងអូនអាចចុចស្កុបឲ្យ screenshot បន្តិចទៅណោះដែលជាដំបូងឡើយបងអូនស្រីខ្ញុំគាត់បានហាន់សាច់គោជាចំណិតស្ដើងៗល្មមឲ្យយើងអាចញ៉ាំបានរួចហើយគាត់ចាប់ផ្ដើមហាន់ក្រូចឆ្មាទុកឲ្យហើយទៅតែម្ហូបនេះយើងត្រូវការរសជាតិវាបែបរៀងដិតបន្តិចជាពិសេសគឺរសជាតិជូរតែម្ដងឥឡូវបន្ទាប់មកគាត់ចាប់ផ្ដើមហាន់គល់ស្លឹកគ្រៃជាជំរាបប្រឆិតស្ដើងអញ្ចឹងតឥឡូវយើងយកដើមចំអិនដែលដំបូងឡើយគាត់ត្រូវដាក់ប្រេងឆាដើម្បីក្តៅរួចហើយយើងយកខ្ទឹមសហើយនិងខ្ទឹមក្រហមយកមកលីងឲ្យឈ្ងុយសិនឃើញថាខ្ទឹមយើងចាប់ដើមឈ្ងុយហើយយើងក៏ចាប់ដើមដាក់គល់ស្លឹកគ្រៃនិងផ្លឹកក្រូចសើចចូលតែម្ដងហើយឆាត្រឡប់វាទៅដើម្បីឲ្យក្លិនវាកាន់តែឈ្ងុយរួចហើយគាត់ចាប់ដើមយកផ្សិតច្បាហ្នឹងដាក់ចូលតែម្ដងដែលផ្សិតច្បាហ្នឹងដូចជាមានទម្ងន់ប្រហែលជាខ្ទង់3ខាំរួចហើយយើងចាប់ដើមចាក់ទឹកត្រីនេះចំនួន2ស្លាបព្រាបាយហើយអ្វីដែលមិនអាចខ្វះបាននោះគឺម្សៅស៊ុបមាន់ខ្នុរកញ្ចប់ថ្មីរសជាតិនេះឆ្ងាញ់ដដែលម្សៅស៊ុបមាន់ខ្នុរកញ្ចប់ថ្មីផលិតនៅប្រទេសហ្វីលីពីនអញ្ចឹងសម្រាប់មុខនេះគឺខ្ញុំអត់មានប្រើគ្រឿងទេសច្រើនទេគឺប្រើតែទឹកត្រីហើយនិងម្សៅស៊ុបមាន់ខ្នុរតែប៉ុណ្ណោះដោយមិនចាំបាច់ប្រើជាមួយនឹងប៊ីចេងហើយនិងស្ករផងដែរអញ្ចឹងបន្ទាប់ពីគាត់ចាក់ទឹកស្អាតចូលហើយយើងផ្ងំវាទុកទៅឥឡូវឃើញថាទឹកពុះហើយអញ្ចឹងបន្ទាប់មកយើងចាប់ដើមដាក់ប្រហិតសាច់គោមករួចហើយយើងដាក់ខ្ទឹមបារាំងមកហើយម្សៅម្ទេសក្រហមដើម្បីដាក់ជំនួយឲ្យឃើញពណ៌កាន់តែក្រហមគួរឲ្យចង់ញ៉ាំតែម្ដងហើយចុងក្រោយហ្នឹងគឺដាក់សាច់គោចូលតែម្ដងដែលពេលមុននឹងយើងដាក់ហ្នឹងគឺយើងកាច់ភ្លើងបន្លត់ឲ្យហើយទៅព្រោះថាសាច់គោតែយើងទុកយូរគឺវាស្វិតតែម្ដងតែឥឡូវឃើញថាម្ហូបនេះគឺឆ្អិនរួចរាល់ហើយគឺថាទំនោរមែនតែនរសជាតិឆ្ងាញ់ឈ្ងុយបើកឆ្នាំមកគឺថាឈ្ងុយពេញតែម្ដងជាពិសេសហត់ក្តៅអញ្ចឹងមានកម្លាំងណាស់បងប្អូនអើយអញ្ចឹងឃើញថាមុខនេះយើងបានចម្អិនរួចរាល់ហើយអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់អរគុណសម្រាប់ការតាមដានក៏ដូចជាចុច follow ទៅលើ page ខ្ញុំបាទផងដែរជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណបាយបាយ